ស្ដីបងប្អូនទាំងអស់គ្នាឧត្តមសេនីយ៍ឯកពៅហេងមេបញ្ជាការរងនៃកងទ័ពជើងគោកបានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជាបងប្អូនចង់ជ្រាបកាន់តែច្បាស់សូមចូលរួមស្ដាប់អំពីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិជាមួយនឹងនាងខ្ញុំដូចតទៅសេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅថ្ងៃច័ន្ទទី27ខែកក្កដាឆ្នាំ2026វេលាម៉ោង 9 នាទីព្រឹកឧត្តមសេនីយ៍ឯកពៅហេងមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយុទ្ធភូមិភាគទី4បានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជាដែលដឹកនាំដោយឧត្តមនាវីត្រី Glenn Sutherland ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន Home AOT និងជាមន្ត្រីយោធាហ្វីលីពីនដែលមានការសម្របសម្រួលពីសំណាក់ក្រុមអ្នកសម្របសម្រួល CLG នៃព្រះរាជាណាចក្រកម្ពុជានៅខេត្តសៀមរាបក្នុងឱកាសនេះឧត្តមសេនីយ៍ឯកពៅហេងមេបញ្ជាការយុទ្ធភូមិភាគទី4បានថ្លែងនៅការស្វាគមន៍ចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជាក្រោមអាណត្តិដឹកនាំដោយប្រទេសហ្វីលីពីនដែលបានអញ្ជើញមកកាន់បញ្ជាការដ្ឋានយុទ្ធភូមិភាគទី4នាពេលនេះហើយឯកឧត្តមមេបញ្ជាការបានសម្ដែងនៅការអរគុណយ៉ាងក្រៃលែងចំពោះការបដិញ្ញាចិត្តយ៉ាងមុតមាំនិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានកន្លងមករហូតដល់ពេលបច្ចុប្បន្នក្នុងការចូលរួមគាំទ្រដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពនិងទំនុកចិត្តក្នុងតំបន់ក្រោមយន្តការអាស៊ានទន្ទឹមនឹងនេះឯកឧត្តមមេបញ្ជាការក៏បានជម្រាបជូនប្រតិភូក្រុមអ្នកសង្កេតការណ៍អាស៊ានអំពីការវិវត្តថ្មីនៃស្ថានភាពព្រំដែនកម្ពុជាថៃផងដែរជាការឆ្លើយតបឧត្តមនាវីត្រី Glenn Sutherland ប្រធានបេសកកម្មនឹងក្រុមអ្នកសង្កេតការណ៍អាស៊ាននៃប្រទេសហ្វីលីពីនប្រចាំកម្ពុជាបានថ្លែងអំណរគុណដល់យុទ្ធភូមិភាគទី4ដែលតែងតែសម្របសម្រួលនិងផ្ដល់ភាពងាយស្រួលគ្រប់បេសកកម្មទាំងអស់ក្នុងការចុះទៅសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក្រោយបាត់ឈប់បាញ់ចូលជាធរមាននិងបានបញ្ជាក់អំពីការបដិញ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មដ៏មានសារៈសំខាន់នេះដើម្បីចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពពិតប្រាកដតាមបណ្ដោយព្រំដែនកម្ពុជាថៃកម្ពុជាតែងតែផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងនិងពង្រឹងតួនាទីដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃដើម្បីលើកកម្ពស់តម្លាភាពការជឿទុកចិត្តគ្នាការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋព្រមជាមួយគ្នានេះកម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្ដាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ឬចូលរួមជួយលើកិច្ចការសន្តិភាពរាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជានៅតែបន្តការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុតនៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មការព្រំដែនទូតកម្ពុជាថៃ GBC ថ្ងៃទី27ធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26តុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឆ្ពោះទៅធ្វើការឲ្យប្រសើរឡើងវិញឆាប់រហ័សនិងវិលត្រឡប់ទៅរកភាពប្រក្រតីសន្តិភាពស្ថិរភាពនិងយូរអង្វែងអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបជាព័ត៌មានបងប្អូនទាំងអស់គ្នានេះគឺជាខ្លឹមសារសំខាន់នៃជំនួបរវាងឧត្តមសេនីយ៍ឯកពៅហេងជាមួយនឹងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជាកាលពីព្រឹកមិញនេះផងដែរដូច្នេះសូមបងប្អូនចូលរួមជាតិទាំងអស់ចែករំលែកនូវព័ត៌មានជាតិឲ្យបានច្រើនបន្តជឿជាក់លើរាជរដ្ឋាភិបាលនិងវីរៈកងទ័ពរបស់យើងនៅជួរមុខដែលឈរយ៉ាងរឹងមាំដើម្បីការពារនូវបូរណភាពទឹកដីនិងសុវត្ថិភាពរបស់ប្រជាជនកម្ពុជាផងដែរអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នាជាមួយនឹងនាងខ្ញុំនៅព័ត៌មាននិងវីដេអូក្រោយទៀត